ប៉ុន្មានថ្ងៃមុននេះមានជីដូនមួយរបស់ខ្ញុំម្នាក់ដែលមានអាយុដំណើរគ្នានឹងខ្ញុំហើយយើងទាំងពីរនាក់ធំដឹងក្តីជាមួយគ្នាមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាបានបួសបានរៀនជាមួយគ្នាហ្នឹងគាត់បានទទួលមរណភាពដោយសារតែដួលនៅក្នុងបន្ទប់ទឹកដូច្នេះក្នុងថ្ងៃនេះខ្ញុំនឹងមានចំណុចខ្លះៗសម្រាប់ចែករំលែកវិធីការពារកុំឲ្យរអិលដួលនៅក្នុងបន្ទប់ទឹកឬក៏ក្នុងបង្គន់ជាពិសេសសម្រាប់លោកតាលោកយាយលោកឪពុកអ្នកម្ដាយដែលមានវ័យចំណាស់ដូចដែលយើងបានដឹងហើយនៅពេលណាដែលមានការរអិលដួលដោយយថាហេតុណាមួយវាអាចធ្វើឲ្យបាក់ដៃបាក់ជើងវាធ្វើឲ្យបាក់ខ្នងបាក់ចង្កេះឬក៏វាអាចធ្វើឲ្យយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យត្រូវព្យាបាលនៅនឹងផ្ទះចំណាយថវិកាសម្រាប់ព្យាបាលចំណាយទាំងថវិកាសម្រាប់ទិញថ្នាំឬក៏អ្នកខ្លះទៀតគាត់អាចបាត់បង់ជីវិតភ្លាមមួយរំពេចបន្ទាប់ពីគាត់បានដួលហើយដូច្នេះចំណុចទី1គឺនិយាយចាប់ផ្ដើមពីការកសាងបន្ទប់ទឹកឬកសាងបង្គន់នៅស្រុកខ្ញុំធ្លាប់ឃើញក្នុងការកសាងហ្នឹងកសាងរបៀបរាបស្មើហើយមនុស្សនៅពេលដែលចូលទៅអង្គុយចោងហោងអញ្ចឹងបើយើងនិយាយអំពីលោកតាលោកយាយលោកឪពុកអ្នកម្ដាយដែលគាត់មានវ័យចំណាស់ជំហររបស់គាត់មិនពូកែឬក៏ថាមិននឹងដូចក្មេងទេអញ្ចឹងបើសិនបើជំហររបស់គាត់អត់នឹងគាត់ងាយស្រួលក្នុងការដួលទៅខាងមុខឬក៏ងាយដួលទៅខាងក្រោយឬក៏អាចងាយដួលទៅចំហៀងផងដែរអញ្ចឹងដើម្បីវិធីការពារគួរតែតាមគំនិតរបស់ខ្ញុំគួរតែធ្វើបង្គន់សម្រាប់អង្គុយដូចនៅក្នុងទីសាធារណៈមួយចំនួននៅទីក្រុងភ្នំពេញឬក៏នៅតាមខេត្តមួយចំនួនអញ្ចឹងហើយយើងបន្ថែមបង្កាន់ដៃនេះបើសិនបើពួកគាត់ជំហរមិននឹងទេគាត់អាចបើសិនជារលដួលគាត់អាចកាន់បង្កាន់ដៃនឹងបានអញ្ចឹងអាហ្នឹងក៏ជាវិធីបញ្ជាដែរហើយការ៉ូដែលយើងធ្វើគួរតែរកការ៉ូណាដែលស្អិតកុំយកការ៉ូណាដែលរអិលហើយវាផ្លាតជាមួយភ្លើងដែលគាត់មើលមិនសូវឃើញអញ្ចឹងបើសិនជាមាននៅពេលដែលយើងធ្វើដាក់ការ៉ូរាងរអិលទៅក៏វាអាចធ្វើឲ្យពួកគាត់នឹងងាយក្នុងការរអិលដួលដែរហើយបើសិនជាអាចដាក់កម្រាលជូតជើងកម្រាលជូតជើងហ្នឹងគួរតែដាក់កម្រាលណាដែលស្អិតដើម្បីកុំឲ្យនៅពេលដែលគាត់ចូលបន្ទប់ទឹកឬចូលបង្គន់ទៅងាយស្រួលក្នុងការដួលហើយចំណុចមួយទៀតភ្លើងហ្នឹងក៏សំខាន់មួយដែរភ្លើងដែលយើងប្រើភ្លើងពូលយើងដែលប្រើសម្រាប់បញ្ចាំងនៅក្នុងបង្គន់ឬក្នុងបន្ទប់ទឹកហ្នឹងណាគួរតែភ្លើងហ្នឹងប្រើឲ្យបានគ្រប់គ្រាន់ពីព្រោះភ្នែករបស់ពួកគាត់ដែលមានវ័យចំណាស់ហ្នឹងមិនសូវពូកែប្រហែលទេអញ្ចឹងបើសិនជាមានភ្លើងគ្រប់គ្រាន់ក៏ហ្នឹងក៏ជាវិធីបញ្ជៀសមួយដែរហើយម្យ៉ាងទៀតបង្គន់ឬបន្ទប់ទឹកហ្នឹងគួរតែលាងសម្អាតឲ្យបានទៀងទាត់ពីព្រោះវាអាចមានជាតិសាប៊ូឬក៏ស្លែដែលវាជាប់ដែលយើងមិនបានសម្អាតហ្នឹងវាងាយស្រួលតែធ្វើឲ្យពួកគាត់នឹងរអិលជើងដួលជាមិនខានដូច្នេះហើយបើសិនជាយើងបានសម្អាតមើលថែវាជាប្រចាំទៅវាជួយដែរកុំឲ្យវាងាយរអិលដួលសម្រាប់ពួកគាត់ហើយស្បែកជើងក៏សំខាន់ដែរបើសិនជាចូលបង្គន់បើតាមគំនិតរបស់ខ្ញុំគួរតែប្រើស្បែកជើងហើយស្បែកជើងហ្នឹងគួរតែដូចថាកុំឲ្យវាពាក់រលុងមិនត្រូវនឹងជើងណាឲ្យវាត្រូវនឹងជើងរបស់ពួកគាត់ហ្នឹងតែម្ដងបើសិនបើយើងដោះវាអាចធ្វើគាត់លើកលែងទៅចូលនៅក្នុងបន្ទប់ទឹកងូតទឹកទេអាហ្នឹងវាធ្វើឲ្យសើមស្បែកជើងអាហ្នឹងក៏យើងមិនដឹងធ្វើម៉េចទេប៉ុន្តែនៅក្នុងបន្ទប់ទឹកហ្នឹងគួរតែមានបង្កាន់ដៃកាន់ឲ្យបានស្រួលបើសិនជាជំហររបស់គាត់មិននឹងទេគាត់អាចកាន់បង្កាន់ដៃនឹងបាននៅពេលដែលចូលក្នុងបន្ទប់ទឹកណាហើយចំណុចមួយទៀតដែលខ្ញុំយល់ថាវាមានសារៈសំខាន់ដែរដូចជារបស់របរដូចជាខោអាវស្បែកជើងឬក៏ខ្សែភ្លើងឬក៏
របស់ណាដែលក្មេងលេងអីអញ្ចឹងវានៅនឹងផ្លូវនៅក្នុងបង្គន់អីហ្នឹងគួរយកចេញកន្លែងណាដែលពួកគាត់ធ្វើដំណើរទៅគួរតែយកកុំឲ្យគាត់ដើរទៅជន់ទៅវារអិលដួលមិនមែនតែនៅក្នុងបន្ទប់ទឹកឬក៏ក្នុងបង្គន់ទេសូម្បីតែនៅក្នុងផ្ទះរបស់យើងហ្នឹងកន្លែងណាដែលពួកគាត់ដើរហ្នឹងក៏គួរតែយើង clear វាយកវាចេញដើម្បីឲ្យផ្លូវហ្នឹងវាស្រឡះល្អកុំឲ្យពួកគាត់ដើរទៅដួលដូចជាប្រដាប់ប្រដាក្មេងលេងដូចជាខ្សែភ្លើងដូចជាអាខ្សែដែលយើងចោលប្រើប្រាស់ហើយយើងចោលមិនបានយកចិត្តយកវាទុកដាក់ឲ្យបានត្រឹមត្រូវហើយសភៅប៊ិចឬក៏ស្បែកជើងกระดาษកាសែតกระดาษសភៅរបស់ណាមួយខោអាវសម្លៀកបំពាក់ណាដែលដាក់នៅនឹងផ្លូវមិនបានល្អហ្នឹងយើងគួរតែសម្អាតវាយកវាចេញពីផ្លូវហ្នឹងដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរដល់ពួកគាត់បាទសូមអរគុណដោយសេចក្តីគោរព